វិបត្តិអង្គរជប៉ុនបញ្ចេញទុនបំរុងយុទ្ធសាស្ត្រដើម្បីបន្ធូរបន្ថយតម្លៃស្បៀងអាហារសំខាន់បំផុតរបស់ប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីនេះការរួមបញ្ចូលគ្នានៃអាកាសធាតុអាក្រក់រលកកម្ដៅនិងការគំរាមកំហែងនៃព្យុះទីហ្វុងព្រមទាំងការរំជួយដីបានបង្កឲ្យមានការភ័យស្លន់ស្លោនៅក្នុងប្រទេសដែលមានប្រជាជន124លាននាក់តម្លៃជាមធ្យមនៃអង្ករទម្ងន់60គីឡូក្រាមបានកើនឡើងទៅដល់ប្រហែល$160កាលពីឆ្នាំមុនកើនឡើង 55% បើប្រៀបធៀបពីឆ្នាំមុននេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលស្ថានភាពនេះបានคล้ายជាអាក្រក់ខ្លាំងណាស់ដែលរដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីខែកុម្ភៈថាខ្លួននឹងបញ្ចេញអង្ករចំនួន 210,000 តោនច្រើនជាង 1/5 នៃអ្វីដែលខ្លួនកាន់កាប់នៅក្នុងទុនបំរុងអាសន្នរបស់ខ្លួនសម្រាប់ការដេញថ្លៃរដ្ឋមន្ត្រីក្រសួងកសិកម្មព្រៃឈើនិងនេសាទលោកតាគូអ៊ីតូបានមានប្រសាសន៍ថាតម្លៃអង្ករឥឡូវនេះគឺខ្ពស់ជាពិសេសរដ្ឋមន្ត្រីរូបនេះក៏បានចាត់ទុកការឡើងថ្លៃនាពេលថ្មីនេះទៅនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដោយនិយាយថាមានអង្ករគ្រប់គ្រាន់នៅក្នុងប្រព័ន្ធតែវាបរាជ័យនៅក្នុងការឈានទៅដល់ក្នុងការលក់ក្នុងទីផ្សារទំនើបដោយមិនបញ្ជាក់ពីមូលហេតុនោះឡើយ។